បាទជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទវិលមកជួប Channel ចៃដនទាំងអស់គ្នាបងប្អូនកុំភ្លេចជួយ Subscribe ម្នាក់មួយផងហើយបើឃើញក្នុង TikTok ក៏ជួយ Share ឃើញក្នុង Facebook ក៏ជួយ Share Follow ម្នាក់មួយផង TikTok copy link អីចឹងណាបងប្អូន repost អីចឹងទៅដើម្បីឃើញបងប្អូនបានឃើញច្រើនចឹងណាបាទឥឡូវយើងចូលវីដេអូយើងទាំងអស់គ្នាមកបងប្អូនថ្ងៃនេះដែរគឺយើងបានសាច់គោ1គីឡូយើងបានសាច់ស្រួយបងប្អូនមើលទៅឃើញតែសាច់ឯងស្រស់ញញឹមតែម្ដងបានបងប្អូនថ្ងៃនេះវីដេអូទី1នោះយើងហូបភ្លាឆៅជាមួយត្រីអកុងបងប្អូនដល់ពេលវីដេអូនេះយើងឆាជាមួយដើមមួយចេះបងប្អូនអានេះគេហៅអីគេខ្ញុំផ្លេចបាត់ហើយបងប្អូនចាំជួយ comment ផងណែកៅឈូកឯងបងប្អូនផ្លេចបាត់ហើយបានមុននឹងឆាឲ្យចង់ភៅភ្លក់សិនមិនមែនភ្លក់ធម្មតាណាឆៅយកទៅជលក់អំបិលម្ទេសយកបណ្ដោយបាទនិយាយផ្លេកមួយយ៉ាងដែរបងប្អូនហើយយើងទៅដាក់ជាមួយសាឡាត់ហ្មងតែយើងកុំតិនឆាបងប្អូនយើងភ្លក់មើលសិនដោយសារសាច់គោហ្នឹងវាបានស្រស់ស្រួយអញ្ចឹងណាទៅយើងមិនងាយទិញបានណាដល់ពេលទៅអត់ចង់ឆាឆ្អិនទេបងប្អូនយើងចង់ឆាឆៅអញ្ចឹងណាអូយើងចង់ហូបឆៅបងប្អូនហូបស្រស់អញ្ចឹងណាវាជាតិអញ្ចឹងណាបងប្អូនបាទឥឡូវនេះយើងចូលមកដល់យើងធ្វើម្ហូបបងប្អូនបងប្អូនបែរជាឆាកៅឈូកហ្នឹងឯងបងប្អូនមិញបើខ្ញុំថាខុសអីចូល comment ផងបងប្អូនហើយបងប្អូនកុំភ្លេចជួយ Subscribe Channel YouTube មួយផងបងប្អូនចៃដនអញ្ចឹងណាចៃដនអង់គ្លេសដកឃ្លាខ្មែរអញ្ចឹងទៅចេញហើយបងប្អូនបាទហើយបើឃើញក្នុង TikTok ក៏ភ្លេចជួយ copy link share repost ម្នាក់មួយផងឲ្យបដោម្នាក់មួយផងអញ្ចឹងបងប្អូនដើម្បីខ្ញុំឃើញទៅខ្ញុំជួយទៅ copy link វិញ share វិញអញ្ចឹងណាបងប្អូនបាទមកឃើញក្នុង Facebook ក៏ជួយ share ជួយ follow comment ម្នាក់មួយផងអញ្ចឹងណាបងប្អូនបាទហើយយកចាប់ដើមយើងឆាបងប្អូនហើយយើងធ្វើការបុកអំបិលបុកធ្វើអីពេលនោះភ្លេចបាត់ហើយឥឡូវយើងដាក់ខ្លាញ់ជ្រូកថែមទៀតមកកុំឲ្យវារាំងស្ងួតកុំឲ្យវាស្ងួតណាតែយើងដាក់វារាំងសើមកយើងដាក់ស្ករប៊ីចេងគ្រឿងយើងធម្មតាណែបងប្អូនបាទហើយវីដេអូនេះក៏ដែរគឺកុំភ្លេចណាបងប្អូនជួយ share ជួយអីដើម្បីមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតអញ្ចឹងណាបងប្អូនបាទមើលខ្ញុំផុសវីដេអូដែលខ្ញុំថតហើយនេះអស់រួចចាប់ផ្ដើមខ្ញុំថតជាវីដេអូបែបquality បងប្អូនហ្នឹងហើយយើងធ្វើសម្រាប់ដាក់ YouTube ឲ្យមាន quality មើលទៅគឺជក់ចិត្តដិតអារម្មណ៍យើងថតនឹងកាមេរ៉ាតែម្ដងអញ្ចឹងណាបងប្អូនបាទឥឡូវនេះយើងឆាត្រឡប់មកពេលដែលសាច់ស្រួយអញ្ចឹងណាបងប្អូនពេលសាច់ស្រួយអញ្ចឹងពេលឆាទៅគឺវាទន់ម្ដងបងប្អូនហើយងាយទិញបានណាពេលខ្លះទៅយើងទិញបានស្រស់តែរាងស្វិតពេលខ្លះយើងទិញបានស្រស់ប៉ុន្តែវារាងអត់សូវក្រហមអញ្ចឹងណាតែសាច់គោមួយមុខនេះសាច់គោមួយនេះគឺមើលឆាទៅទន់មើលតំណមែនទេបងប្អូនបាទបងប្អូនហើយនេះឥឡូវយើងធ្វើការរៀបដាក់ចានបងប្អូនតែឆាមួយកៅឈូកអីបើឆាទៅកៅឈូកយើងឆាទៅពើសមអានេះទៅពើខៀវដែរដើមអីណាបងប្អូនកុំភ្លេចជួយ comment ផងអូបញ្ចូលសលេអត់ដឹងទេបាទវីដេអូយើងមានតែប៉ុណ្្នឹង